មួយឆ្នាំជួបគ្រោះរំជួយដី1500ដងជប៉ុនថាគ្មានបញ្ហាអ្នកជំនាញបានបញ្យល់អំពីមូលហេតុដែលអគារជប៉ុនមិនងាយបាក់រលំសម្រាប់ប្រទេសជប៉ុនការរំជួយដីគឺជារឿងធម្មតាទៅហើយខណៈដែលមួយឆ្នាំប្រទេសនេះប្រឈមទៅនឹងបញ្ហារំជួយដីមិនក្រោម1500ដងនោះឡើយក៏ប៉ុន្តែអ្វីដែលកាន់តែអស្ចារ្យនោះគឺសំណង់អគារនៅក្នុងតំបន់រងគ្រោះគឺនៅតែរឹងមាំនិងមិនងាយបាក់រលំដោយប្រទេសដទៃនោះទេប្រភពពីគេហទំព័រ e-housing របស់ជប៉ុនបានបន្តថាមូលហេតុដែលសំណង់អគារជប៉ុនមានភាពធន់យ៉ាងដូចនេះគឺដោយសារតែប្រទេសនេះធ្វើទៅតាមច្បាប់និងគោលការណ៍សាងសង់យ៉ាងតឹងរ៉ឹងនិងប្រើសុទ្ធតែបច្ចេកវិទ្យាទំនើបជាង 87% នៃសំណង់អគារថ្មីៗនៅក្នុងប្រទេសដីកោះដ៏ធំមួយនេះត្រូវបានរចនាឡើងដើម្បីទប់ទល់ទៅនឹងការរំជួយដីរួចជាស្រេចវិស្វករជប៉ុនបានប្រើប្រាស់សម្ភារៈសំណង់និងរចនាបែបពិសេសដែលអនុញ្ញាតឲ្យអគារនីមួយៗអាចបត់បែននិងស្រូបយកកម្លាំងរញ័របានខុសពីអគារនៃប្រទេសផ្សេងៗដែលសាងសង់នៅនឹងថ្កល់និងជាលទ្ធផលអគារខ្ពស់ៗនៅជប៉ុនមិនងាយបាក់រលំនោះឡើយទោះជារំជួយដីខ្លាំងក៏ដោយជប៉ុនតែងតែបង្កើតបច្ចេកទេសថ្មីៗដើម្បីជួយទៅឲ្យអគារធន់ទៅនឹងការរំជួយដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋរបស់ខ្លួនវិធីសាស្ត្រដ៏ពិសេសបំផុតមួយគឺការកែច្នៃគ្រឹះសំណង់ដោយបានដាក់ស្រទាប់កៅស៊ូដែលអាចបត់បែនបានឬស្រទាប់ដែកដែលកាត់បន្ថយការរញ័ររំជួយនៅពីក្រោមអគារបច្ចេកទេសមួយទៀតរបស់ជប៉ុននោះគឺការប្រើប្រាស់នូវឧបករណ៍ពិសេសម្យ៉ាងដែលហៅថា damper ដើម្បីទប់កម្លាំងរញ័រដែលឧបករណ៍នេះអាចជួយស្រូបយករញ័រនិងការពារអគារមិនឲ្យផ្អៀងខ្លាំងពេកគួរបញ្ជាក់ផងដែរថាប្រព័ន្ធសំណង់ពិសេសទាំងអស់នេះត្រូវបានប្រើប្រាស់ដើម្បីសាងសង់ផ្ទះសម្បែងអគារការិយាល័យនិងអគារខ្ពស់ៗភាគច្រើននៅក្នុងប្រទេសជប៉ុនបច្ចេកវិទ្យានេះក៏បានជួយឲ្យអគារ Tokyo Sky Tree ដែលជាអគារខ្ពស់ជាងគេនៅឯទីក្រុង Tokyo រួចផុតពីការបាក់រលំដោយគ្រោះរំជួយដីដ៏ធំមួយនៅក្នុងឆ្នាំ2011ផងដែរដែលមានកម្រិតរហូតដល់ទៅ9 Richter ឯណោះ